គិតត្រឹមព្រឹកថ្ងៃទី19ខែមករានេះអាជីវករដែលធ្លាប់លក់ដូរនៅលើចិញ្ចើមផ្លូវនិងទ្រង់ផ្លូវនៃមហាវិថីមុនីរ៉េតនិងមហាវិថីម៉ៅស៊ីតុងនៅម្ដុំផ្សារដើមគោបានបន្តលក់ដូរនៅលើចិញ្ចើមផ្លូវជិតផ្សារដើមគោដដែលខណៈរដ្ឋបាលរាជធានីភ្នំពេញបានបិទផ្លូវមុនីរ៉េតនិងច្រកចូលតូចៗទៅកាន់ផ្លូវមុនីរ៉េតផងដែរកម្ពុជាបានសម្ភាសទាំងអាជីវករនិងអ្នកទិញបន្លែដើម្បីទៅលក់បន្តនៅតាមផ្ទះនាព្រឹកព្រលឹមថ្ងៃច័ន្ទនេះពួកគាត់បានសាទរចំពោះការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញទោះជាយ៉ាងណាក៏ដោយពួកគាត់ចង់ឲ្យមានទីតាំងលក់មួយសមស្របនៅម្ដុំផ្សារដើមគោដែលជាកន្លែងពួកគាត់ធ្លាប់លក់ដូរកន្លងមកពួកបងក៏ខុសដែរលក់នៅតាមចាមផ្លូវហ្នឹងមែនបងលក់ហ្នឹងណាពួកគេណាតែបងជួលទៅផ្ទះគេលក់អីអញ្ចឹងណាបងយល់ថាវាអត់សមស្របដែរប៉ុន្តែហើយក៏ត្រីអដែលគាត់បានរៀបចំកន្លែងឲ្យយើងលក់ហ្នឹងប៉ុន្តែអ្វីដែលបងចង់បន្ទាស់គឺកន្លែងហ្នឹងវាឆ្ងាយពេកអញ្ចឹងណាអូនចាកន្លែងសាលគាត់ថ្មីហ្នឹងវាឆ្ងាយពេកវាពិបាកក្នុងការខ្ញុំធ្វើដំណើរទៅផ្លូវឆ្ងាយហើយហ្នឹងជាពិសេសម៉ួយគេហ្នឹងអ្នកទិញហ្នឹងគេអត់ទៅទេព្រោះផ្សារយើងឥឡូវវាកើតច្រើនផ្សារទីពូវ័នផ្សារនៅកណ្ដោអញ្ចឹងអូនផ្សារទៅផ្សារឧត្តមផ្សារអីចឹងអញ្ចឹងគេទិញនេះចិត្តនេះចឹងណាអូនគេអត់ទៅទិញយើងឆ្ងាយទេអ្នកពួកខ្ញុំទៅអត់ដែរទេព្រោះអីវាឆ្ងាយហើយស្ងាត់ទីមួយដល់ពេលទី2មួយគេអត់ទៅទេបន្ថែមពីនេះអាជីវករដែលធ្លាប់លក់ដូរនៅបរិវេណផ្សារដើមគោស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកទីតាំងមួយសមស្របសម្រាប់ពួកគាត់ជាងឲ្យពួកគាត់ទៅរកទីតាំងថ្មីលក់ដោយខ្លួនឯងឬទៅលក់នៅទីតាំងផ្សារដើមគោថ្មីបងចង់ឲ្យគាត់រៀបចំទីផ្សារដែរប៉ុន្តែរៀបចំនៅក្នុងក្រុងហ្នឹងពួកបងនឹងទៅហើយព្រោះមិនចង់លក់តាមចាមផ្លូវទេយល់ដែរអញ្ចឹងណាវាប៉ះពាល់អត់ទៅពេលដែរអញ្ចឹងជាគាត់រៀបចំល្អបងនឹងទៅអញ្ចឹងណាហើយដល់ពេលរៀបចំហ្នឹងអត់មានណាទៅទេព្រោះគេទៅក៏ទៅផ្សេងដែរហើយគាត់ជាឪពុកម្ដាយយើងជាថ្នាក់ដឹកនាំទីដូចជាឪពុកម្ដាយអញ្ចឹងបើគាត់រៀបចំឲ្យកូនគាត់នេះសួរថាឲ្យកូនគាត់ពិបាកហ្នឹងគាត់ឲ្យទៅដែរអីឆ្លើយតបនឹងការស្នើសុំនេះដែរលោកស្រីដាវសំភួរអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថារដ្ឋបាលរាជធានីភ្នំពេញកំពុងតែដោះស្រាយបញ្ហាដែលអាជីវករបន្តលក់នៅទីតាំងថ្មីជិតផ្សារដើមគោខណៈបន្តជួបប្រជុំជាមួយនឹងអាជីវករដែលធ្វើការតវ៉ាកន្លងមកខ្ញុំសូមឆ្លើយចេះបងខាងខ្ញុំកំពុងធ្វើហើយព្រោះដោយសារថាយើងបិទគាត់ខាងនេះអញ្ចឹងគាត់នៅព្យាយាមទៅខាងនោះប៉ុន្តែមិនអនុញ្ញាតជូនទេបងឲ្យតែនៅលើចិញ្ចើមផ្លូវហើយនឹងទ្រូងផ្លូវសាធារណៈបរដ្ឋគឺអត់ទេបងខាងខ្ញុំអាដាមអាបាព្រឹកមិញលោកមានប្រសាសន៍ជូនគាត់ហើយគាត់បានមកជួបជាង100នាក់ហ្នឹងហើយតិចទៀតយើងជួបបន្តទៀតអាដាមអាបាលោកនឹងជួបគឺបានបញ្ជាក់ជូនគាត់ហើយមិនចំពោះថាគាត់ទៅផ្សារដើមគោថ្មីទេគាត់អាចរកទីតាំងឯកជនផ្សារឯកជនណាក៏បានដែរឲ្យតែគាត់ចូលលក់នៅក្នុងតូបផ្សារគេដោយមិនប្រើប្រាស់ចិញ្ចើមផ្លូវជាកន្លែងលក់ដូររបស់គាត់តទៅទៀតពាក់ព័ន្ធនឹងការរៀបចំសម្ដាប់ធ្នាប់អ្នកលក់លើចិញ្ចើមផ្លូវនិងទ្រូងផ្លូវនៅផ្សារដើមគោនេះដែរអាជីវករបានធ្វើការប្រមូលផ្ដុំគ្នាតវ៉ាជាច្រើនដងដែលធ្វើឲ្យព័ត៌មាននេះបានល្បីសុសសាយតាមបណ្ដាញសង្គមដោយមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នាពីអ្នកប្រើប្រាស់បណ្ដាញសង្គមអ្នកខ្លះមិនគាំទ្រចំពោះសកម្មភាពនេះចំណែកអ្នកខ្លះទៀតហាក់មានការគាំទ្រនិងចំណាត់ការរបស់សាលាក្រុងភ្នំពេញលោកហ៊ុយបញ្ញាជាស្រាដែលជាស្ថាបនិកចតុមុខ Insight ក៏បានសម្ដែងមតិនៅក្នុងបណ្ដាញសង្គមរបស់លោកដែរថាលោកក៏សប្បាយចិត្តណាស់ដែរនៅពេលដែលឃើញឈ្មោះផ្សារដើមគោថ្មីគឺផ្សារបោះដុំអាស៊ានអន្តរជាតិដែលជាសញ្ញាណមួយរបស់គោលនយោបាយសាលាក្រុងភ្នំពេញផ្ដើមចង់ផ្ដល់ឯកទេសទៅកាន់ផ្សាររដ្ឋលោកបានលើកឧទាហរណ៍ថាផ្សារធំថ្មីមានឯកទេសជាផ្សារទេសចរលក់របស់បែបលយឆាយនិងមានម្ហូបឆ្ងាញ់ៗជាច្រើនប៉ុន្តែបើសិនបើអ្នកទិញឬភ្ញៀវទេសចរចង់ទិញរបស់លយឆាយធូរថ្លៃពួកគាត់អាចទៅទិញនៅផ្សារអូរឫស្សីឬផ្សារអូឡ িম্প ិក